ស្វាគមន៍មកកាន់វីដេអូកំសាន្តរយៈពេលមួយយប់មួយថ្ងៃនៅក្នុងសហគមន៍កំពង់សាមគ្គីខេត្តកំពតជាមួយនឹងការដើរនេសាទមឹកបង្គាពេលយប់និងការជិះទូកកាត់ព្រែកទាំងកណ្ដាលយប់ផងដែរចាប់ផ្ដើមក្បាលវីដេអូដំបូងគឺយើងធ្វើដំណើរតាមរថយន្តដល់ខេត្តកំពតហើយក៏យើងចូលទិញគ្រឿងភេសជ្ជៈមួយចំនួនហើយបន្ទាប់មកទៀតយើងបានមកដល់នៅតំបន់សហគមន៍កំពង់សាមគ្គីនៅពេលយប់ហើយសម្រាប់ការទៅដល់គឺយើងអត់អាចធ្វើដំណើរតាមរថយន្តទៅដល់ទីតាំងនោះទេគឺយើងត្រូវបន្តដំណើរទៅដោយទូកដែលខាងបងសហគមន៍គាត់បានដឹកយើងទៅទាំងយប់តែម្ដងហើយចំពោះសភាពផ្លូវគឺល្ងឹតមែនទែននៅពេលដែលយើងធ្វើដំណើរពេលយប់ប៉ុន្តែវាមិនមានអ្វីគួរឲ្យខ្លាចទេបងប្អូនដោយសារជាតំបន់សហគមន៍ដែលមានប្រជាពលរដ្ឋរស់នៅទីនោះផងដែរសម្រាប់ទេសភាពនៅទីនេះគឺស្រស់ស្អាតមែនទែនហើយយើងធ្វើដំណើរនៅតាមទូកពេលយប់អញ្ចេះយើងរៀងល្ងឹតពិបាកមើលជាមួយនឹងទេសភាពបន្តិចប៉ុន្តែពេលដែលយើងធ្វើដំណើរពេលយប់តាមទូកនេះវាជាបទពិសោធន៍មួយដ៏ល្អសម្រាប់យើងដែលពីមុនមកគឺខ្ញុំអត់ដែលជិះទូកនៅពេលយប់កាត់ព្រែកនៅក្នុងតំបន់សហគមន៍ឬតំបន់ទេសចរណាផ្សេងទេឥឡូវនេះទូករបស់យើងបានចេញដំណើរទៅហើយដែលមានចម្ងាយពីកន្លែងដែលយើងដាក់រថយន្តទៅកាន់កន្លែងដែលយើងសម្រាកហ្នឹងគឺចម្ងាយតែ500ម៉ែត្រអីទេបងប្អូនហើយអញ្ចឹងយើងចំណាយពេលប្រហែលជា10នាទីដោយសារតែទូកនៅក្នុងពេលយប់គឺខាងសហគមន៍យើងគាត់អត់បើកលឿនទេដោយសារយើងពិបាកនៅក្នុងការមើលស្ថានភាពផ្លូវនៅខាងមុខបងប្អូនឥឡូវយើងបានមកដល់សហគមន៍ហើយយើងឃើញថាមានតង់បងប្អូនយើងដែលគាត់មកបោះនឹងមានច្រើនមែនតើបន្ទាប់ពីយើងធ្វើដំណើរអស់រយៈពេល10នាទីជាងឥឡូវនេះយើងបានមកដល់ហើយអញ្ចឹងខ្ញុំកំពុងតែរៀបចំជញ្ជូនសម្ភារៈរបស់យើងដើម្បីយកទៅដាក់នៅបន្ទប់របស់យើងគេងអញ្ចឹងអត់មានអីទេមានតែគ្រឿងភេសជ្ជៈឬក៏អាហារដែលយើងបានខ្ចប់មកពីភ្នំពេញហើយយប់បន្តិចបានយើងដើររនេសាទមឹកមកគាឬក៏យើងហៅទិញបងសហគមន៍ដែលគាត់នៅទីនោះគាត់នេសាទប៉ុន្តែនៅកំឡុងម៉ោងចន្លោះពីម៉ោង1ទៅម៉ោង2រំលងអត្រានោះបានមានខាងបងគាត់នេសាទហើយបន្តទៅទៀតគឺយើងចាប់ផ្ដើមរៀបចំដំឡើងតុដំឡើងកៅអីរបស់យើងដើម្បីអង្គុយញ៉ាំអាហារនៅក្នុងរាត្រីនេះផងដែរឥឡូវនេះយើងចាប់ផ្ដើមបង្កាត់ភ្លើងដោយសារយើងត្រូវមានអាំងនៅរបស់របរញ៉ាំផងដែរហើយសម្រាប់ថ្ងៃដែលខ្ញុំទៅនេះគឺទៅចំពេលដែលមានបងដែលអ្នកគាត់ទៅដើរលេងកម្សាន្តហ្នឹងគឺច្រើនមែនតើហើយនេះគឺជាអាហារដែលត្រូវញ៉ាំយប់នេះដោយសារតែយើងអត់ទាន់បានមាននៅគ្រឿងសមុទ្រដែលយើងបានទិញនឹងរនៅទីនោះផងទេដោយសារតែតតែយប់ជ្រៅបន្តិចបានមានខាងសហគមន៍គាត់មានលក់ហើយសម្រាប់អាហារមានមាន់ដុតមានសាច់អាំងមានអីចឹងបងប្អូនហើយយើងញ៉ាំប្រភេទស្រាក្រហមហើយជាមួយនឹងប៊ីយ៉ាតិចតួចទៀតដោយសារតែយើងមកនេះយើងអត់ញ៉ាំអីច្រើនទេបាទឥឡូវនេះគឺម៉ោង7:02យប់ហើយនេះជាក្តាមដែលខ្ញុំដើរចាប់មុនហ្នឹងចាប់បានមែនបងប្អូនតែយើងចាប់បាននៅក្នុងចំនួនតិចតួចទេឥឡូវខ្ញុំក៏បានយកក្តាមហ្នឹងមកអាំងដើម្បីញ៉ាំដែរដោយសារនេះយើងចាប់បានភ្លាមយើងយកមកអាំងញ៉ាំភ្លាមអញ្ចឹងបងប្អូន
ចឹងចំពោះរសជាតិវាគឺឆ្ងាញ់មែនតើបងប្អូនតែដៃរបស់ខ្ញុំគឺក្តាមគៀបឡើងសោះតែម្ដងដោយសារតែយើងចាប់ឆៅអញ្ចឹងវាគៀបយកហ្មងតែវាអត់មានអីជាឈឺទេតែបើនិយាយពីរសជាតិវិញគឺឆ្ងាញ់ដោយសារតែយើងចាប់បានភ្លាមស្រស់អញ្ចឹងបងប្អូនឥឡូវនេះយើងកំពុងតែអាំងក្តាមដែលខ្ញុំទៅរកបានមិញណាអ្នកនរមានក្តាម5និងលៀសចំនួន1គ្រាប់ដែលលៀសនេះជាភេទលៀសធំណាអ្នកនរឥឡូវគ្នាយើងក៏សម្រាប់ហើយបាទឥឡូវហ្នឹងបន្តមកទៀតគឺដោយសារម៉ោង2ហើយអញ្ចឹងអ្នកនេសាទគាត់ចាប់ផ្ដើមឡើងគោកវិញហើយអញ្ចឹងយើងរកទិញបានហ្នឹងគឺមឹកដែលយើងប្រាថ្នាចង់បានញ៉ាំហ្នឹងគឺបានតែមួយទេបងប្អូននេះប៉ប៉ិនមេដៃប៉ប៉ិនកូនដៃទេបងប្អូនបានមឹកហ្នឹងតែមួយទេដោយសារតែគាត់រត់អត់មានដែរអញ្ចឹងយើងបានមឹកហ្នឹងទូចមួយនឹងឯងហើយសម្រាប់នេះគាត់លក់ឲ្យយើងថោកបងប្អូនចំពោះតម្លៃនិងសេវាកម្មនៅនឹងល្អតម្លៃគួរសមហើយបងប្អូនដែលជាអ្នកនេសាទនៅតំបន់សហគមន៍ហ្នឹងគឺគាត់អត់យកថ្លៃទេអ្វីបិទតែគ្រឿងសមុទ្រឬក៏ត្រីគីអីទូចដែលគាត់រកមកបានហ្នឹងស្រស់ពិតមែនតែគាត់លក់ឲ្យយើងនៅក្នុងតម្លៃមួយដែលសមរម្យបាយថាជាតម្លៃមួយដែលកំពុងសាមគ្គីដែលយើងអាចទទួលយកបានតម្លៃសមរម្យហើយគាត់ឲ្យយើងរើសមកសេរីទៀតតែយើងចង់បានភេទអីយើងអាចរើសយកខ្លួនឯងតែស្រស់មែនតែនដែលយើងយកទៅញ៉ាំគឺឆ្ងាញ់មែនតែនបងប្អូនហើយនេះជាបកាទូចដែលខ្ញុំរើសយកដោយសារយើងយកទៅបកវាឲ្យត្រាំមួយតកហ្នឹងពីអ្នកដែលឆ្លុកមួយទឹកថៃកោះកុងគឺត្រូវគ្នាមែនតែនគ្រាន់តែនិយាយនឹកឃើញគឺឃ្លានទេតែសម្រាប់ការចលក់ញ៉ាំជាមួយទឹកថៃកោះកុងនឹងដោយសារវាស្រស់សាច់ផ្អែមអញ្ចឹងបន្តមកទៀតចូលមកដល់ពេលព្រឹកអានេះពេលព្រឹកដែលខ្ញុំបានដើរមើលទេសភាពនៅតាមផ្លូវខាងមុខបន្តិចសម្រាប់ទេសភាពនៅទីនេះស្អាតគ្រាន់ថាព្រឹកឡើងពេលដែលនៅសមុទ្រហ្នឹងគឺទឹកនាចបានន័យថាទឹកស្រក់ទៅវិញណាបងប្អូនអញ្ចឹងយើងឃើញអត់សូវស្អាតប៉ុន្តែសម្រាប់ខ្ញុំទេសភាពនេះគឺស្រស់ស្អាត fresh មែនតែនសម្រាប់ទេសភាពនៅទីនេះអញ្ចឹងខ្ញុំបានដើរថតផ្ទះកញ្ចោះដែលបងគាត់សម្រាប់ស្នាក់នៅទាំងអស់ហើយយើងមើលមកកាន់ផ្ទៃសមុទ្រដ៏ធំលងវើយគ្រាន់ថាទឹកវាស្រកបងប្អូនព្រលឹមឡើងនៅតំបន់ហ្នឹងអញ្ចឹងយើងអត់មានបានឃើញជាមួយនឹងទឹកសមុទ្រអីមកច្រើនដូចពេលយប់ទេតែបើពេលយប់ទឹកសមុទ្រនៅមកធម្មតាអញ្ចឹងនៅពេលដែលព្រឹកឡើងទឹកគឺគេហៅថាទឹកនាចទៅវិញធ្វើឲ្យស្រកទៅវិញណាបងប្អូនអញ្ចឹងយប់ឡើងគឺទឹកចូលវាឡើងពេលព្រឹកឡើងទឹកនាចគឺស្រកឥឡូវពួកយើងបន្តដំណើរដើរទៅមើលទេសភាពនៅទីនោះព្រោះកុំឲ្យខាតបើទោះបីជាទឹកមិនសូវជាមានក្តីតែសម្រាប់ទេសភាពនៅទីនេះគឺស្រស់ស្អាតហើយចំពោះបរិស្ថាននៅទីនេះគឺល្អការទុកដាក់សម្រាមហើយមានជាមួយនឹងប្រព័ន្ធទឹកស្អាតប្រើប្រាស់ផងដែរអញ្ចឹងបងប្អូនដែលចង់ទៅលេងនៅហ្នឹងគឺអាចទៅបានតែនៅហ្នឹងមានតម្លៃសមរម្យពាក់ព័ន្ធមួយកញ្ចោះឬក៏សេវាកម្មនៅទីនោះមានទឹកមានភ្លើងអីគ្រប់គ្រាន់អញ្ចឹងបងប្អូនអាចចង់ទៅ relax សម្រាកកម្សាន្តអីនៅនឹងរយៈពេលមួយយប់អីគឺអាចទៅបានគឺចិត្តទីរួមខេត្តកពតដែរហើយទេសភាពនៅទីនេះគឺស្រស់ស្អាតមែនទែនអញ្ចឹងយើងចេះតែដើរទេបងប្អូនដោយសារទេសភាពស្អាតចឹងយើងអត់ឲ្យខាតទេយើងថតរូបប្រតិយកទិដ្ឋភាពក៏ដូចជារូបភាពស្អាតដើម្បីឲ្យចែកជូនទៅដល់បងប្អូនផ្សេងដែលគាត់មិនទាន់ស្គាល់ដែលគាត់មិនទាន់ដឹងថានៅកំពង់សាមគ្គីហ្នឹងមានទេសភាពបែបណាអញ្ចឹងឥឡូវនេះយើងគឺចុះដើរតែម្ដងហើយបន្តិចទៀតហ្នឹងយើងនឹង
đá chlong hay ni chỉ spin rồi xây để cái thưa spin bản đại tắc nó về để tắc làng máu cứ miến tê dập sạch mình tên bạn những cái na bậc láng xem bậc láng nơi tí ní cứ tắc nít bóng ổn cứ rinh lên nó bạn đi chia sẻ cả một hiệp chỉ tự phim nơi tí ní về bậc láng cứ tắc nít từ mình cứ rinh tại dụng mấy cứ xem tắc cứ làng trong bây giờ mà làm láng cứ tắc nít ấy hay bắt đầu là thiết dương trẻ đá cứ đá cho tập tàn đòn mà tay chầm rãi tập cứ để bóng bồn từ thầm tay thầm cho công dân tế để dân ai đá lên cục sàn bán và srasrai nó phải bật phần đầm lên này hay nhung recommend mình tên là bóng bồn trong từ sầm rạp lùm hai cài bài srasrai nơi một sầm mót miền đầm prey con càng miền cái cho đại quật sập hẹ nên đi mình lấy thu thay sẽ và cam còn ó trong bóng bồn ai từ xã công công bông sàm kỳ bàn hay là dân đặt trên mùi nâng mi rửa hạt xem sẵn hay bắt tọt máu chứ còn bán tiệp trong hay còn thực tế với hai lấy nhóm chọc đàm tại chọc đàm chỉ chuồn bàn từ với nhái bóng bồn bạn chẳng xem đẹp video dưỡng miền tập phân người bóng bồn chẳng cái sông chôn bò bóng bồn sọc sập bài ở kia hay complete mà lấy cầm san hay trời tay cho room thay để xa bà đại thang từng ở kia bạn chẳng khơi tha thay sập hiệp nơi này sạch mình tên bà đây sạch tại chi bay công cán đại khang sạc cung quật bắt đầu xem đẹp tộc đam được không sạc cung nắng hay xem đẹp nơi tí ní nhưng đi mình ôi giờ nè mà lên làm sao lên ní thì mỗi tết hiệp sọt át tí tí là xa đầm lại ấy cứ thu thay tê bẹp con mỗi ca xì tụng đầm lại cái cho ấy thành xe rồi có đầm lại hộp ở hai nơi tí ní cứ miền đầm lại xong rúng cứ ai ta tôi giờ bán hay xem đẹp bày dục láng cứ dương ai tinh cho mùi năng khương sầm một sọt đại khang trên này xa bong bong được trong sạc cùng nắng quất hộ màu trắng dương ai tinh lên nặng bàn phố tây tiếp nó nấy cứ sạch mình tên nào này chẳng đại nè đại trong mà lấy ai mà lên nơi sạc cung bông sàm ký nơi không khát cái bột này bàn đầm lại xong rúng tây tiếp sạch hay lỡ nhung của bông tay chu này văn cho từ đã lan cho mình thấy xa phật mấy dân thời to tầm nào từ to tiệt nơi không khát cài mà